ថ្ងៃទី26ខែឧសភានេះត្រូវជាថ្ងៃជូតមីយ៉ាងឆ្នាំដែលល្អប្រសើរមានឆ្នាំឆ្លូវរោងហើយនឹងវោកបើត្រូវការធាតុមាសហើយនឹងទឹកកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំមមីធាតុឈើវ័យ13ឆ្នាំនិងមមីធាតុភ្លើងវ័យ61ឆ្នាំទិសដែលយើងគួរតែជៀសវាងក្នុងករណីយើងមានការជួសជុលស្វាដំបុកគ្រឹះយើងគួរតែមានការប្រុងប្រយ័ត្នផងដែរមានទិសខាងត្បូងហើយនឹងជើងឈៀងលិចរីឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីចង់ចាប់លាបដោយដាក់ទឹកមានចលនាបានទិសខាងជើងទី2 0 អង្សាម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង5ទៅម៉ោង7ព្រឹកនិងមួយវេនទៀតក្នុងករណីខកខានយើងអាចធ្វើម៉ោង5ទៅម៉ោង7យប់ចំពោះកិច្ចការងារសំខាន់ដែលយើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើរនៅក្នុងថ្ងៃនេះដូចជាការចាប់ផ្ដើមអាជីវកម្មថ្មីការផ្ដាច់ឬក៏រំលាយកិច្ចសន្យាការបុកគ្រឹះសាងសង់ជួសជុលផ្លាស់ប្ដូរទីលំនៅការជួបជុំកិច្ចការងារជាបណ្ដាញការធ្វើទីផ្សារល្អប្រសើរចំពោះការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពការវះកាត់ឬក៏ការសួរសុខទុក្ខអ្នកជំងឺគឺមិនល្អទេនៅក្នុងថ្ងៃនេះផ្ទាល់ជូនពរសំណាងល្អ